ឈ្មោះលៀងដាលីនហើយបន្ទាប់ពីខ្ញុំបានរៀននៅអង្គការ Mentor Cambodia ខ្ញុំទទួលបានចំណេះដឹងជាច្រើនមែនទែនពីអ្នកគ្រូដែលបានបង្ហាត់បង្រៀនពេលដែលខ្ញុំបានចូលរៀនទៅខ្ញុំបានយល់អំពីគម្រោងនៃការសរសេរផែនការអាជីវកម្មកាលពីមុនខ្ញុំអត់សូវចេះសន្សំលុយទេប៉ុន្តែនៅពេលដែលខ្ញុំរៀននៅអង្គការ Mentor Cambodia ខ្ញុំចាប់ផ្ដើមគិតគូរអំពីការទុកដាក់សន្សំលុយអញ្ចឹងយើងមើលឃើញថាវាពិតជាបានផលមែនយើងពិតជាមានលុយចាយហើយបើសិនជាខ្ញុំអត់បានសន្សំលុយនោះទេនៅតែខ្វះខាតតែបើសិនជាយើងទុកលុយពេលដែលយើងមានបញ្ហាយើងអត់ពិបាកលាដៃសុំលុយម៉ាក់យើងទេហើយមួយទៀតខ្ញុំចេះអំពីការដែលសិនជាខ្ញុំធ្វើការខ្ញុំគិតថាខ្ញុំមានប្រាក់ខែតែបើសិនជាខ្ញុំបកមកខ្ញុំរកស៊ីវិញខ្ញុំអត់ដឹងថាខ្ញុំត្រូវឲ្យប្រាក់ខែខ្លួនឯងបែបម៉េចទេហើយខ្ញុំអត់ដឹងថាមួយថ្ងៃខ្ញុំត្រូវធ្វើការប៉ុន្មានម៉ោងដែរតែនៅពេលដែលខ្ញុំបានមកចូលរៀននៅ mentor នេះខ្ញុំបានដឹងថាតើពេលដែលយើងធ្វើការខ្លួនឯងយើងទុកប្រាក់ខែបែបម៉េចហើយតើយើងត្រូវធ្វើការប្រហែលម៉ោងដើម្បីឲ្យកុំឲ្យលើសកម្លាំងដើម្បីកុំឲ្យនឹងយើងនឹងមានសម្ពាធនៅផ្លូវអារម្មណ៍យើងចេះលំហែកាយយើងចេះចំណាយពេលជាមួយនឹងគ្រួសារយើងកុំផ្ដល់តម្លៃឲ្យតែលើលុយឬក៏ការងារខ្លាំងពេកព្រោះយើងបាត់សុភមង្គលមួយទៀតខ្ញុំគិតថាបើសិនជាខ្ញុំអត់បានចូលរៀនទេខ្ញុំអាចនឹងនៅធ្វើការជាមួយនឹងចែរហូតព្រោះខ្ញុំគិតថាខ្ញុំនឹងមានលុយប្រាក់ខែប៉ុន្តែនៅពេលដែលខ្ញុំលើកថ្នាក់អាជីវកម្មនឹងភ្លាមខ្ញុំចាប់ផ្ដើមមានគំនិតថាខ្ញុំចង់មានអាជីវកម្មខ្លួនឯងខ្ញុំចង់មានហាងកាត់ដេរខ្លួនឯងខ្ញុំចង់ឲ្យខ្លួនឯងហ្នឹងខ្លាយជាឯករាជ្យលើខ្លួនឯងទៅខ្ញុំចាប់ផ្ដើមទៅធ្វើការទេសចរខ្ញុំមិនត្រឹមតែទៅធ្វើការទេប៉ុន្តែខ្ញុំព្យាយាមរៀនជំនាញដើម្បីឲ្យធ្វើម៉េចឲ្យខ្លួនឯងហ្នឹងអាចបើកហាងឈ្មោះលៀងដាលីនកាត់ដេរបានហើយនៅពេលដែលខ្ញុំរៀននៅ mentor ខ្ញុំអាចរៀនថ្នាក់ graphic design អញ្ចឹងខ្ញុំចេះពីនៅពេលដែលខ្ញុំបើកអាជីវកម្មខ្ញុំចេះធ្វើ logo ខ្លួនឯងខ្ញុំចេះធ្វើ poster ខ្លួនឯងដើម្បីធ្វើម៉េចអាជីវកម្មខ្ញុំកាន់តែកើនឡើងបន្ថែមទៀតខ្ញុំចាំជាងគេដែលអ្នកគ្រូនិយាយថាបើសិនជាយើងចាយហើយអត់ចេះគិតអំពីការសន្សំនោះយើងនឹងអត់សល់ហើយយើងត្រូវចេះកត់នៅចំណូលនិងចំណាយរបស់ខ្លួនឯងបើសិនជាយើងចេះកត់ចំណូលនិងចំណាយយើងដឹងថាថ្ងៃនេះយើងរកលុយបានច្រើនឬក៏ថ្ងៃនេះយើងរកលុយបានតិចហើយថ្ងៃនេះយើងចាយខ្លាំងអញ្ចឹងថ្ងៃស្អែកយើងអត់ត្រូវចាយខ្លាំងពេកទេយើងចេះទប់អញ្ចឹងអ្នកគ្រូហើយជាចុងក្រោយនេះខ្ញុំសូមអរគុណដល់អង្គការ Mentor Cambodia ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានរៀនថ្នាក់អាជីវកម្មនិងថ្នាក់ Graphic Design